ស្ដីអ្នកនរគ្នាខ្ញុំបានឈ្មោះតារាដែលជាសិស្សថ្នាក់ទី11នៃវិទ្យាល័យវិទ្យាសាស្ត្របង្គោលដែលថ្ងៃនេះខ្ញុំនឹងថតវីដេអូបង្ហាញពីការកាត់រូបភាពដែលយើងប្រើនៅក្នុងកម្មវិធី Adobe Photoshop ទីបំផុតគឺយើងត្រូវបើកកម្មវិធីរបស់វាបន្ទាប់មកគឺយើងអាចឃើញនៅដើម្បីកាត់ភាពគឺយើងទី1គឺត្រូវចូលទៅជ្រើសរើសរូបភាពសម្រាប់យកមកកាត់យើងអាចចុច file ហើយចុច open ហើយអាចជ្រើសរើសរូបភាពបានដែលវាមាននៅតាម desktop libraries យើងអាចរកទៅតាមកន្លែងដែលយើងផ្ទុកបានខ្ញុំយកភាពនេះមកកាត់មួយចុងហើយក្នុងការកាត់ភាពនេះគឺវាមានឧបករណ៍ច្រើនសម្រាប់កាត់ប៉ុន្តែខ្ញុំសូមជ្រើសយកមកតែពីរទេសម្រាប់បង្ហាញក្នុងការកាត់ភាពជាដំបូងគឺកាត់ដោយប្រើកម្មវិធីឧបករណ៍មួយនេះហើយកម្មវិធីនេះដែរគឺវាមានស្ទាយផ្សេងជារង្វង់យើងអាចចុច mouse ស្ដាំមកយើងអាចឃើញកាត់ជាជ្រុំកាត់ជារង្វង់ហើយជាបន្ទាត់ឈូនក៏បន្ទាត់ដេញផ្សេងខ្ញុំកាត់យកជាចាក់កោងកែងចុះយើងអាចចុច select ហើយចុចអូសវាហើយសេរីទៅតាមទំហំដែលយើងត្រូវការបន្ទាប់មកគឺយើងអាចចុចទៅកន្លែង image ហើយចុចពាក្យថា crop ហើយយើងបានប៉ុណ្ណេះគឺយើងមានថាយើងកាត់តាមឧបករណ៍មួយនេះក៏ប៉ុន្តែយើងអាចកាត់ទៅតាមឧបករណ៍មួយនេះទៀតក៏បានខ្ញុំសូមបង្ហាញខ្ញុំសូមកាត់ទៀតទៅឧបករណ៍មួយនេះមួយទៀតគឺវាមានគោលដៅសម្រាប់ឲ្យយើងសេរីយកទំហំប៉ុណ្ណាដែលយើងចង់បានថតខ្ញុំកាត់យកលឿនដែលចូលទៅខាងនេះចុះហើយយើងចុចពាក្យថា image ហើយជ្រើសរើសពាក្យថា crop ពេលនោះគឺយើងបានរូបភាពដែលកាត់មួយហើយជ្រេះហើយក្នុងការកាត់រូបភាពក្នុង Photoshop វាមិនអាចប្រើមិនមែនត្រឹមតែឧបករណ៍ពីរប៉ុណ្ណោះសម្រាប់កាត់ភាពទេគឺវាមានច្រើនឧបករណ៍ទេក៏ប៉ុន្តែខ្ញុំសូមបង្ហាញត្រឹមតែឧបករណ៍ពីរប៉ុណ្ណោះតែដើម្បីឲ្យកាត់ច្បាស់សូមអ្នកទាំងអស់គ្នាចូលទៅរៀនឬក៏សាកធ្វើខ្លួនឯងទៅប្រសើរជាងការបញ្ចូលរបស់ខ្ញុំសូមអរគុណ